សាធាវោហើយអស់លោកអ្នកជាសប្បុរសជនទាំងឡាយជាទីគោរពរាប់អានទស្សនីយភាពដែលលោកស្រីអ្នកនាងកញ្ញាកំពុងទស្សនានេះគឺជារូបភាពនៃថ្ងៃចុងក្រោយរបស់បិណ្ឌកថាទាននៃយើងក្រោយពេលវេចង្ហាន់ប្រគេនដល់ព្រះភិក្ខុសង្ឃម្ចាស់អង្គដ្ឋានមួយអន្លើដោយញាតិញោមជាពុទ្ធបរិស័ទជិតឆ្ងាយសែងសង្ឃឹកដៃកាន់ផ្កាដល់តក្សិណព្រះវិហារ3ជុំពួកអ្នកមានរិទ្ធគឺបច្ចុប្បន្នអញ្ជើញទេវតាគឺពីយកទេពួកយៈមានរិទ្ធគឺអត់ដល់យៈមានរិទ្ធគឺអត់ដល់ហាមូលមកឲ្យសុខសាន្តត្រានអញ្ជើញទេវតានេះគឺអីសានសន្តោសន្តានញាតិញោមស្រីប្រុសឆ្លងតាមរឿងដំណាលជាច្រើនប្លែកៗពីគ្នាជនរួមជាតិខ្មែរយើងតែងជឿជាក់ថាអ្នកណាធ្វើបុណ្យកឋិនទាននឹងទទួលផលលានិសង្សយ៉ាងច្រើនក្នុងអនាគតជាតិហើយក្នុងបច្ចុប្បន្នជាតិក៏តែងតែជួបប្រទះនូវសេចក្តីសុខសុភមង្គលសេរីសួស្តីគ្រប់យ៉ាងព្រោះហេតុដូច្នោះហើយអ្នកផងទាំងឡាយទោះបីក្រក្តីមានក្តីក៏មានបំណងមួយជាតិបាននឹងហែអង្គឋិនទានម្ដងនឹងគេ